Rượu sô cô sô sê nhỏ kia nhóm mát mô ăn đầu phên màu bị krom SKC nghe ní lúc cô còn ơi tôi ca không mai cái chuyện vì chuyện muối từ chuyện muối tiền chân ngôn từ không mai lúc cô còn ơi ran cô chặt nhà sẵn chân như mình cô tas tu ní cô nắng vậy bị in tháp cô nắng lực dân vậy bị cái chuyện phọt bốt tiền tiền cú anh tiền xe hay những bật mẹ năng viên má tas tháp em nó này dòng chính nắng vì miền tặng phò bông vì miền tặng phò đỏ được không phê tầm mùi cột em máu classify cho này ai bật chạy ní dân phơi chỉ một số một hiện score máuซึ่ง average นั้นវាชมเพียក្នុងបច្ចេកហ្នឹងយើងប្រើពីរយើងប្រើ declare វាមានពីរយើងពីរ declare វាមាន string ផងមាន double ផងបិទកូដវាមកចឹងឥឡូវយើងដល់កន្លែងcombine បច្ចេកហើយយើង combine ពីរគេចូលគ្នាអានេះវាមានបច្ចេកបោះ sari ផងតាក់ផងនេះ sari នេះបច្ចេកបោះតាក់នេះបច្ចេកបោះ sari យើងត្រូវដូរកន្លែងinternal យើងត្រូវដូរកន្លែង internal ហ្នឹងទៅជា public បានយើងហៅបច្ចេកផ្សេងមកចូលមកចឹងកន្លែងបច្ចេកបោះ sari ហ្នឹងវាមាន3 report ផលទី1ផលទី2ហើយផលទី3ដើម្បីយើងហៅវាបានយើងយកបច្ចេកបោះតាក់ហ្នឹងមកដាក់ជាមួយកន្លែង main កន្លែង main នេះយើងគ្រាន់ហៅឈ្មោះរបស់ឧទាហរណ៍បច្ចេកហ្នឹងឈ្មោះ class 1 អញ្ចឹងយើងសរសេរកន្លែងនេះ class 1 មកចឹងទេយើង copy កន្លែងនេះមកនេះកន្លែង class 1 ហ្នឹងហើយ main វាចឹងបច្ចេកបោះ sari ហ្នឹងវាគិតជាដុល្លារហើយតាក់ហ្នឹងវាគិតជាលុយខ្មែរចឹងយើងត្រូវ declare កន្លែងយើង declare rate ហ្នឹងdouble rate ហ្នឹងដើម្បីឲ្យដូរទៅជាលុយខ្មែរឧទាហរណ៍ខ្ញុំវាយ 4 ចឹងយើង press any key ទៅដើម្បីឲ្យវា continue 4 point 0 មកនេះដើម្បីឲ្យកន្លែងដុល្លារហ្នឹងយើងដាក់កន្លែងinternet Austria ហ្នឹងនេះកន្លែងនេះដើម្បីឲ្យវាគុណអាលុយដុល្លាររបស់យើងហ្នឹងទៅជាលុយខ្មែរហើយកន្លែងនេះកន្លែង double sari ហ្នឹងដំបូងវានៅនេះយកវាទៅលើកុំឲ្យវា error កន្លែងនេះពេលយើងសរសេរទៅវាអាចនឹង error ហើយកន្លែងsari ធំជ្រូកហ្នឹងខ្ញុំ save វាដោយសារ5 point press any key មកគុណនឹង 4 point
nhómទៅសេវាដើម្បីឲ្យវាគុណលុយអូតូកុំឲ្យយើងវាយម្ដងទៀតអញ្ចឹងពេលយើងទៅសេកន្លែងសេរីហ្នឹងមកដល់ពេលដល់កន្លែងយើងenter អាស្រីហ្នឹងហើយវានឹងគុណជាលុយខ្មែរអូតូបើយើងអត់ទៅសេទេវាឲ្យកន្លែងនេះយើងត្រូវវាយវាម្ដងទៀតអញ្ចឹងកន្លែងនេះខ្ញុំ declare កន្លែងឆាហ្នឹងកន្លែងឆាគឺអីហ្នឹងដើម្បីយើងសេកន្លែង console write do you want to continue ហ្នឹងមក point SNE key 4 point 0.1 ហើយយើងពេលយើង enter ទៅវានឹងសួរយើងថាយើងចង់ទៅមុខឬក៏បញ្ចប់អញ្ចឹងបើយើងវាយមកវានឹងឲ្យយើង enter total time ហ្នឹងម្ដងទៀត5000មិនចឹង press any key 1 point 0.9ចឹងបើយើងកន្លែងហ្នឹងបើយើងវាយអក្សរ n វានឹងបញ្ចប់ហើយកន្លែងនេះកន្លែង to upper ហ្នឹងយើងទៅសេវាហ្នឹងដើម្បីឲ្យពេលយើងវាយអក្សរវាយឧទាហរណ៍យើងសេអក្សរវាយតូចចឹងទៅបើយើងអត់ទៅសេកន្លែង to upper ហ្នឹងទេវាអត់ស្គាល់អញ្ចឹងយើងត្រូវទៅសេកន្លែង to upper ហ្នឹងសម្រាប់ដាក់ឲ្យវាវាយអក្សរមិនថាតូចឬក៏អក្សរធំវាស្គាល់នោះត្រាតែយើងវាយអក្សរខុសពីអក្សរហ្នឹងបានវាអត់ស្គាល់ហើយកន្លែងgo to back អីហ្នឹង back មួយ n មួយហើយកន្លែង go to back ហ្នឹងយើងចង់ឧទាហរណ៍យើងចង់ដាក់វាហ្នឹងនៅកន្លែងណាដើម្បីឲ្យវាត្រឡប់ទៅវិញអញ្ចឹងយើងដាក់កន្លែងនេះមកដើម្បីឲ្យវាត្រឡប់មក enter total time ហ្នឹងម្ដងទៀតហើយកន្លែង នេះពេលយើងវាយទៅវានឹងបញ្ចប់ហើយកន្លែង default ហ្នឹងពេលយើងប្រើផនខុសទៅនិយាយទៅក្រៅពីអក្សរ y មួយ n ហ្នឹងវាអត់ឲ្យយើងវាយម្ដងទៀតទេអញ្ចឹងវីដេអូcombine បច្ចេកមួយទៅបច្ចេកមួយហ្នឹងវាមានប៉ុណ្្នឹងទេអរគុណលោកគ្រូនិងជំរាបលាលោកគ្រូជំរាបលាអ្នកនាង